មនុស្សមានស្នេហាត្រូវគិត5ចំណុចគឺ 1. ត្រូវគិតពីអត្ថចរិតការស្រឡាញ់មិនមែនចេះតែស្រឡាញ់ឲ្យបានទៅតាមតែទំនឹងចិត្តរបស់ខ្លួនប៉ុន្តែត្រូវគិតមើលពីអត្ថចរិតដៃគូឲ្យបានច្បាស់លាស់ទើបមិនធ្វើឲ្យយើងខកបំណងនៅពេលដែលយើងចេះមើលអត្ថចរិតអកកិរិយារបស់ដៃគូបានច្បាស់លាស់ហើយនោះយើងនឹងមិនធ្វើឲ្យមនុស្សដែលខ្លួនឯងស្រឡាញ់កើតទុក្ខឬក៏ខកបំណងចំពោះសេចក្តីស្នេហានោះឡើយមនុស្សច្រើនណាស់ដែលត្រូវបានស្នេហាគ្របដណ្ដប់ហើយធ្វើឲ្យខ្លួនបាត់បង់នៅគុណតម្លៃព្រោះតែមិនចេះប្រើប្រាស់ការស្រឡាញ់ឲ្យបានត្រឹមត្រូវឬក៏មិនចេះមើលអត្ថចរិតដៃគូមុននឹងស្រឡាញ់ 2. ត្រូវគិតពីភាពស្មោះត្រង់ការស្មោះត្រង់គឺជារឿងដែលសំខាន់បំផុតនៅក្នុងសង្គមនៃការរស់នៅមិនថាសង្គមគ្រួសារឬក៏មិនថាសង្គមប្រទេសជាតិសង្គមគ្រួសារដែលរីកចម្រើនទៅបានគឺដោយសារតែមនុស្សនៅក្នុងសង្គមគ្រួសារចេះផ្ដល់តម្លៃចេះស្មោះត្រង់ចំពោះគ្នានិងគ្នាមិនផឹកក្បត់គ្នាទើបអាចធ្វើឲ្យសង្គមគ្រួសារនោះពោរពេញទៅដោយសុភមង្គលសេចក្តីស្រឡាញ់ដែលអាចរក្សាឲ្យបានជាអមតៈគឺដោយសារតែដៃគូទាំងសងខាងមានភាពស្មោះត្រង់ចំពោះគ្នានឹងគ្នាព្រោះតែភាពស្មោះត្រង់នេះហើយទើបធ្វើឲ្យមនុស្សស្គាល់អំពីស្នេហាពិតប្រាកដ 3. ត្រូវគិតពីវិជ្ជាឬចរិយាការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យក្លាយទៅជាមនុស្សដែលមានសមត្ថភាពពិតប្រាកដក្នុងការជួយសង្គមគ្រួសារគឺបង្ហាញអំពីមនុស្សមានផ្នត់គំនិតខ្ពស់នៅក្នុងការផ្លាស់ប្ដូរបើក្រទ្រព្យសម្បត្តិគឺត្រឹមតែក្រមួយខណៈពេលប៉ុន្តែបើក្រវិជ្ជាសម្បត្តិហើយនោះគឺក្រអស់មួយជីវិតតែម្ដងយើងធ្វើយ៉ាងណាត្រូវតែប្រឹងប្រែងបណ្ដុះស្មារតីបណ្ដុះចំណេះចេះដឹងរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងកុំខ្ជិលច្រអូសក្នុងការអភិវឌ្ឍសមត្ថភាពនិងការសិក្សារៀនសូត្រឲ្យសោះសង្គមគ្រួសារដែលមានសុភមង្គលទៅបានគឺដោយសារតែមនុស្សនៅក្នុងសង្គមគ្រួសារមានទាំងចំណេះដឹងមានទាំងគុណធម៌នៅខាងក្នុងការរស់នៅ 4. ត្រូវគិតពីកាត់កិច្ចជីវិតនៃការរស់នៅគឺសំខាន់បំផុតការស្គាល់អំពីកាត់កិច្ចដែលខ្លួនត្រូវបំពេញពីព្រោះការស្គាល់អំពីកាត់កិច្ចនេះគឺធ្វើឲ្យជីវិតរបស់យើងមានភាពថ្លៃថ្នូរខ្ពង់ខ្ពស់មនុស្សដែលស្គាល់អំពីកាត់កិច្ចដែលខ្លួនត្រូវបំពេញគឺជាមនុស្សដែលស្គាល់អំពីគុណតម្លៃរបស់ខ្លួនឯងមនុស្សដែលស្គាល់អំពីស្នេហាពិតប្រាកដគឺជាមនុស្សដែលបំពេញកាត់កិច្ចចំពោះមនុស្សដែលខ្លួនឯងស្រឡាញ់បានយ៉ាងត្រឹមត្រូវហើយមនុស្សដែលមិនស្គាល់អំពីសេចក្តីស្នេហាតែធ្វើឲ្យដៃគូម្ខាងទៀតទទួលរងការឈឺចាប់មិនចេះហើយទូសន្នខ្ញុំកាត់កិច្ចគឺជាគុណធម៌មនុស្សដែលមិនស្គាល់ពីកាត់កិច្ចគឺជាមនុស្សដែលគ្មានគុណធម៌ 5. ត្រូវគិតពីការបែកបាក់ការផ្អែមល្ហែមល្អូកល្អើនតែងកើតឡើងជាមួយមនុស្សដែលស្រឡាញ់គ្នាពិតប្រាកដប៉ុន្តែការបែកបាក់ប្រេះស្រាំព្រាត់ប្រាសក៏មិនកើតឡើងជាមួយនឹងមនុស្សដែលមានសេចក្តីស្នេហាស្មោះស្ម័គ្រជាមួយគ្នាផងដែរការព្រាត់ប្រាសការបែកបាក់មិនមែនមានតែចំពោះមនុស្សដែលមិនស្មោះត្រង់ជាមួយគ្នានឹងគ្នានោះទេវាក៏កើតឡើងចំពោះមនុស្សដែលស្រឡាញ់គ្នាពិតប្រាកដដែរអ្នកខ្លះបែកព្រោះអស់និស្ស័យឬក៏អស់ចិត្តស្រឡាញ់ចំណែកឯអ្នកខ្លះបែកព្រោះការស្លាប់ព្រាត់ប្រាសចំណែកឯអ្នកខ្លះទៀតបែកព្រោះដៃគូម្ខាងទៀតបាត់បង់ជីវិតមិនថាបែកព្រោះអស់និស្ស័យឬក៏បែកព្រោះតែដៃគូបាត់បង់ជីវិតនោះទេអ្វីដែលសំខាន់គឺយើងត្រូវតែចេះរក្សាគុណតម្លៃឲ្យគ្នាទៅវិញទៅមកសូមអរគុណ